ខ្មោចតៃហងគឺជាប្រភេទខ្មោចម្យ៉ាងដែលបណ្ដាមនុស្សគ្រប់គ្នាបានដឹងហើយថាពពួកខ្មោចប្រភេទនេះស្លាប់ទៅដោយរួមជាមួយនៅនឹងភាពអយុត្តិធម៌អាណោចអាធមឬក៏ស្លាប់ទៅដោយចិត្តមិនស្ងប់និងជាពិសេសតែម្ដងនោះគឺការចងគំនុំមុនដែលបានដាច់ដង្ហើមទៅអាស្រ័យទៅលើមូលហេតុនៃការស្លាប់របស់ពួកគេមិនទាន់អស់នោះទេរាល់ការស្លាប់ដែលមិនបានប្រារព្ធធ្វើពិធីបុណ្យឲ្យបានត្រឹមត្រូវស្របទៅតាមទំនៀមទម្លាប់សាសនាឬក៏ស្លាប់ទៅដោយបាត់ខ្លួនជាយូរដោយមិនដឹងថាមូលហេតុអ្វីក៏ត្រូវបានគេរាប់ចូលជាពពួកខ្មោចតៃហោងនេះផងដែរទៀតសោតពាក្យថាខ្មោចតៃហោងមួយម៉ាត់នេះគឺមិនមែនសំដៅទៅលើខ្មោចដែលបានស្លាប់ដោយសារតែគ្រោះថ្នាក់ឬយថាហេតុតែមួយមុខប៉ុណ្ណោះទេត្បិតការស្លាប់ដោយអំពើឃាតកម្មក៏គេកំណត់ថាជាប្រភេទខ្មោចតៃហោងជាមួយគ្នាដែរចំណេរកាលថ្ងៃមួយនៅចន្លោះដើមខែកុម្ភៈឆ្នាំ1991នៅចាំបានថាកាលនោះប្រទេសយើងគឺទៅតែកិច្ចផុតពីរបបប្រល័យពូជសាសន៍បានប្រមាណ12ឆ្នាំតែប៉ុណ្ណោះគឺពិតមិនទាន់មានឡើយនៅប្រព័ន្ធអេឡិចត្រូនិកបច្ចេកវិទ្យាជឿនលឿនដូចនាពេលសម័យកាលបច្ចុប្បន្ននោះទេត្បិតមិនថានៅតាមទីក្រុងឬមួយក៏នៅស្រុកស្រែគឺទាស់ត្រង់តែទីក្រុងគឺអាចជឿនលឿនជាងតំបន់ស្រុកស្រែបន្តិចបន្តួចតែប៉ុណ្ណោះបើយើងក្រឡេកទៅមើលបងប្អូនដែលរស់នៅតាមទីជនបទដាច់ស្រយាលគឺមួយចំនួនធំស្ទើរតែទាំងអស់ទៅហើយប្រកបរបរចិញ្ចឹមជីវិតដោយធ្វើកសិកម្មរួមមានធ្វើស្រែចម្ការដាំដំណាំចិញ្ចឹមសត្វបរបាញ់នេសាទទៅតាមតំបន់នីមួយៗដែលពួកគេបានរស់នៅថ្លែងអំពីភូមិរបស់ខ្ញុំវិញគឺពិតមិនខុសឡើយអំពីប្រជាជនផ្សេងៗទៀតនោះទេដោយហេតុក៏ព្រោះតែភូមិរបស់ខ្ញុំគឺជាប់ជាមួយនឹងបឹងទន្លេសាបដែលអ្នកទាំងអស់គ្នាធ្លាប់បានស្គាល់ហើយនិងដឹងហើយថាបឹងទន្លេសាបគឺជាប្រភពដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាយើងនិយាយពីប្រភពទឹកប្រជាជននៅក្នុងភូមិរបស់ខ្ញុំគឺពឹងផ្អែកទាំងស្រុងទៅលើបឹងទន្លេសាបនេះសម្រាប់ស្រែប្រាំងស្រែវស្សាដាំដំណាំធ្វើចង្ការផ្សេងទៀតគឺពិតណាស់ថានឹងត្រូវការប្រើប្រាស់ទឹកជាច្រើនហើយមួយវិញទៀតសោតក៏វាជាប្រភពនៃជំរករបស់ពពួកសត្វត្រីដែលជាហេតុធ្វើឲ្យភូមិខ្ញុំសប្បូរសប្បាយមិនខ្វះនេះមិនខ្វះនោះបរិភោគនោះឡើយនៅក្នុងរដូវខែចាប់ផ្ដើមសម្រក់ទឹកម្ដងប្រជាជននៅក្នុងភូមិមួយចំនួននៅក្នុងភូមិផងតែងតែធ្វើការនេសាទត្រីដោយមានខ្លះយកទៅលក់នៅឯផ្សារនិងខ្លះទៀតត្រៀបត្រាមកប្រឡាក់ងៀតហាលឲ្យស្ងួតដើម្បីឲ្យទុកបានយូរមិនងាយនឹងខូចទៅតាមប្រភេទត្រីនីមួយហើយរួមមួយវិញទៀតក៏មិនភ្លេចជាមួយនឹងការយកត្រីមួយចំណែកតូចទៀតមកផ្អាប់ធ្វើជាប្រហុកម៉ាំផ្អកផ្សេងទុកទាំងក្រឡជាច្រើនបានយ៉ាងយូរហើយងាយស្រួលដើម្បីនឹងទទួលទាននិងបរិភោគនាពេលរដូវខែប្រាំងដែលមិនសូវសម្បូរត្រីនោះទេជាធម្មតានៅពេលដែលពុកម៉ែរបស់ខ្ញុំចេញទៅនេសាទត្រីម្ដងខ្ញុំតែងតែទទូចសុំពួកគាត់ទៅជាមួយដើម្បីនឹងបានទៅលេងជាមួយនឹងពួកអាដែងដែលជាសម្លាញ់របស់ខ្ញុំមិនថានៅក្នុងសាលារៀនឬនៅជិតផ្ទះនោះទេឲ្យតែដល់ថ្ងៃបុណ្យឬថ្ងៃសៅរ៍អាទិត្យអីច្បាស់ណាស់ថានឹងជុំគ្នាលេងល្បែងផ្សេងដែលជាល្បែងដែលក្មេងៗនាសម័យកាលនោះនិយមលេងជានិច្ចកាលឲ្យតែបានសម្រាប់ពីការរៀនសូត្រគឺពួកខ្ញុំតែងតែទៅលេងនៅតាមមាត់បឹងទន្លេសាបជាញឹកញយត្បិតទីកន្លែងមួយនោះហើយជាកន្លែងដែលក្មេងៗនៅក្នុងភូមិនិយមមកលេងទឹកព្រោះថា
មានដើមអំពិលទឹកដ៏ចំណាស់ដ៏ធំមួយដុះត្រេតខ្លួនប្របទៅនឹងមាត់ទឹកដែលងាយស្រួលនៅក្នុងការសម្រូតចុះពីលើចុងដើមអំពិលទឹកនោះចុះមកក្ដុងក្ដាំងស្ទើរតែមិនស្ងាត់មួយថ្ងៃណាឡើយអ្វីដែលចោទជាបញ្ហាគឺថារាល់ដងឲ្យតែខ្ញុំតែងតែទៅលេងនៅទីនេះគឺថាខ្ញុំលួចមកជាមួយនឹងអាថាវនិងអាម៉ាប់ដោយមិនបានប្រាប់ក៏ដូចជាជម្រាបទៅកាន់ពុកម៉ែរបស់ខ្ញុំឲ្យបានដឹងនោះឡើយព្រោះកាលដែលខ្ញុំមិនតន់ចេះនឹងហាលទឹកគឺខ្ញុំធ្លាប់លង់ទឹកស្រះម្ដងនៅក្បែរផ្ទះរបស់ខ្ញុំទើបធ្វើឲ្យពួកគាត់មិនទុកចិត្តនិងតែងតែហាមមិនអនុញ្ញាតឲ្យខ្ញុំទៅលេងទឹកផ្ដេសផ្ដាស់នោះទេខណៈពេលដែលខ្ញុំអាចទៅលេងបានលុះត្រាតែមានវត្តមានគាត់នៅទីនោះដែរបើទោះបីជាឥឡូវនេះខ្ញុំចេះហាលទឹកហើយក៏ដោយមិនតន់អស់នៅឡើយទេបើតាមចាំបានកាលពីចំនួនមួយនោះអ្វីដែលជាចម្ងល់របស់ក្មេងៗគ្រប់គ្នានៅក្នុងភូមិគឺថានៅជិតនេះប្រហែល500ម៉ែត្រគឺមានកំពង់ទឹករាងធំល្មមមួយដែលនៅទីនោះមានស្រះបន្លាព័ទ្ធជុំវិញមិនឲ្យមានអ្នកណាឆ្លងកាត់ឬក្មេងៗទៅលេងនៅទីនោះបាននោះទេដោយការឆ្ងល់ពេលខ្លះខ្ញុំក៏ធ្លាប់សួរទៅកាន់ពុកម៉ែរបស់ខ្ញុំដែរប៉ុន្តែពួកគាត់បានប្រាប់ថាទីនោះគឺមានប្រមាត់ប្រមងចាំខ្វេះថ្លើមក្មេងៗស៊ីនិងហាមជាដាច់ខាតមិនឲ្យខ្ញុំទៅលេងឬដើរឆ្លងកាត់នៅម្ដុំនោះទេបើតាមការសង្កេតនៅពេលដែលខ្ញុំនិងពួកអាដែងតែងតែទៅរកអស់នៅក្បែរនោះម្ដងនៅមុខកំពង់ទឹកដ៏ធំនោះគឺមើលទៅមានឃើញខ្ទមមួយដែលមានសភាពរាងចំណាស់ជ្រុះស្បូវដែលបានប្រក់រយេរយាយធ្លាក់សំយ៉ុងចុះមកក្រោមនិងមានដើមព្រីងដ៏ធំមួយដុះនៅក្បែរខ្ទមស្បូវចំណាស់មួយនោះដែលមើលទៅផ្លែវាគឺយ៉ាងច្រើនគោពីពេញផ្ទៃដីហើយបើក្រឡេកទៅមើលលើដើមវិញគឺផ្លែស្ទើរតែបាក់មេឃទៅហើយតែមិនដែលមាននរណាឡើយហ៊ានបំពេញការហាម5ទៅបេះនៅទីនោះឡើយចម្ងល់របស់ខ្ញុំក៏ដូចជាក្មេងៗដទៃទៀតគឺពិតមិនតន់នឹងអស់នៅឡើយទេអ្វីដែលជាចម្ងល់ដែលតែងកាត់ឡើងមកលើរូបខ្ញុំគឺនៅឆ្ងាយអំពីសាលារៀនរបស់ខ្ញុំប្រមាណជាង2គីឡូដីគឺមានសាលារៀនមួយទៀតដែលមើលទៅសាលារៀនមួយនោះដូចជាត្រូវបានគេបំបោះបង់ចោលជាយូរខែឆ្នាំមកហើយដោយសាលារៀនមួយនេះដែរគឺមានសភាពដូចគ្នាស្ទើរតែទាំងស្រុងជាមួយនឹងសាលារៀនដែលខ្ញុំបាននឹងកំពុងរៀនរាល់ថ្ងៃគឺខុសត្រង់តែឈ្មោះសាលាតែប៉ុណ្ណោះត្បិតសាលារៀនមួយនោះគឺមានឈ្មោះថាសាលាបឋមសិក្សាកុលរាំងនិងសាលារបស់ខ្ញុំវិញគឺមានឈ្មោះថាសាលាបឋមសិក្សាដើមរាំងសំឡេងមន់រងាវបាននឹងបន្លឺឡើងយ៉ាងក្រលួចបើកភ្នែកក្រឡេកមើលទៅកាន់មុងអួចក៏បានឃើញថាមេឃភ្លឺហើយខ្ញុំក៏រុះរាន់មិនកន្តើយស្ទុះងើបចុះទៅខាងក្រោមដើម្បីនឹងលុបមុខជាមួយនឹងទឹកពាងនៅគៀនដាងកខប់ដែលដុះនៅក្បែរផ្ទះប្រញាប់បញ្ញារូតរះនិងឡើងទៅខាងលើផ្ទះវិញមុំមិញទាញយកឯកសន្តានសិស្សសាលាមកស្លៀកភ្លាមនោះក៏បានឮសំឡេងម៉ែសើចមកលហិចេញពីក្នុងមុងដល់និយាយមកថាថ្ងៃនេះគឺជាថ្ងៃអាទិត្យទេកូនអញខ្ញុំឮហើយនឹកហួសចិត្តនឹងខ្លួនឯងភ្លេចឲ្យឈឹងថាថ្ងៃនេះគឺជាថ្ងៃអាទិត្យទេតើខ្ញុំក៏មិនមានបានមាត់កអ្វីនោះទេហើយក៏បានដោះអាវចេញវិញបំរុងនឹងទៅដេកបន្តប៉ុន្តែម៉ែក៏ខាត់នឹងដេញឲ្យខ្ញុំទៅបោះសម្អាតត្រង់មន់ត្រង់ទាដែលនៅខាងក្រោមផ្ទះព្រោះថាការងារទាំងអស់នេះគឺជាការងារប្រចាំរបស់ខ្ញុំទៅហើយនៅរៀងរាល់ថ្ងៃអាទិត្យពេលនោះផងដែរដោយមិនអាចប្រកែកបានខ្ញុំក៏បង្ខំចិត្តទៅទាំងមិនតន់អស់ងងុយដើរត្រុកទាំងស្ពឹកចុះទៅខាងក្រោមផ្ទះ
ទាញយកអំបោះថ្នោតនិងដើរសម្ដៅទៅខាងក្រោយផ្ទះដើម្បីសម្អាតទ្រង់មាន់ទ្រង់ទារំលងមួយសន្ទុះបន្ទាប់ពីបានបោះសម្អាតបានចប់សពគ្រប់ហើយក៏ឈានដំណើរដើរទៅរកលាងដៃលាងជើងរំពេចនោះផងដែរក៏បានធំក្លិនឈ្ងុយយាត្រាចូលតាមបង្ហោងច្រមុះនិងក៏បានឮសំឡេងខ្លាញ់ផ្ទុះចេញពីផ្ទះបាយមិនបាច់ប្រាប់ក៏ខ្ញុំអាចសម្គាល់ដឹងបានដែរថាម៉ែរបស់ខ្ញុំច្បាស់ណាស់កំពុងតែជៀនត្រីងៀតជាមួយនឹងបបរសឲ្យខ្ញុំឆៃទៀតហើយក៏ព្រោះតែថាបបរសជាមួយនឹងត្រីងៀតនេះគឺជាចំណងចំណូលចិត្តរបស់ខ្ញុំហើយជាប្រចាំនៅរៀងរាល់ថ្ងៃឈប់សម្រាកក៏ដូចជាថ្ងៃអាទិត្យមិនបានទៅរៀនម៉ែគឺតែងតែដាំបបរសនិងត្រីងៀតឲ្យខ្ញុំឆៃរហូតតែម្ដងថ្ងៃនេះមេឃមីស្រទុំពពកខ្មៅបណ្ដុំដេកដាស់ពេញផ្ទៃវេហាខ្យល់បក់មកលហៀកលហៀកផាត់រំសាយចោលក្លិនលំអងផ្ការុំគោះរង្គើមេឃរុក្ខរុក្ខាដែលដុះនៅខ្ពស់ហួសផុតហត្ថាផាត់ប៉ះកាយាត្រជាក់ស្រួលកន្លងបន្ទាប់ពីខ្ញុំបាននឹងទទួលទានអាហារពេលព្រឹកដែលម៉ែបាននឹងចំអិនកាលពីព្រឹកព្រលឹមព្រឹកមិញរួចរាល់ហើយក្រោយពីបានសម្រាកបានបន្តិចក៏បានឃើញអាថាវហើយនឹងអាម៉ាប់ដើរកាត់តាមរបងផ្ទះរបស់ខ្ញុំនិងហួចពីរបីដងដើម្បីធ្វើជាសញ្ញាឲ្យខ្ញុំចេញទៅជួបពួកវាតែដោយសារតែពុករបស់ខ្ញុំប្រទះឃើញពួកវាគាត់ក៏បានហៅពួកវាចូលមកផ្ទះរបស់ខ្ញុំនិងផ្ដើមនិយាយថាអាថាវអាម៉ាប់ពួកឯងចង់បបួលអាពៅទៅណាទៀតហើយពួកឯងអាម៉ាប់ក៏បានឆ្លើយតបមកវិញទាំងមាត់កំពុងតែទំពាផ្លែត្របែកដោយនិយាយបណ្ដើទំពាបណ្ដើនិងត្រដាក់ត្រដប់មិនច្បាស់នោះទេមានណាអ៊ំថារបួអាពៅទៅរកអស់ហ្នឹងអ៊ំពុករបស់ខ្ញុំក៏បានឆ្លើយបន្តទៅកាន់វាវិញថាយីអានេះជួបឯងម្ដងណាមាត់ហែងមិនចេះទំនេរម្ដងសោះហ៎ក្រោយពេលដែលពុកបាននិយាយចប់សពគ្រប់ហើយខ្ញុំក៏បានរត់ទៅខាងលើផ្ទះយ៉ាងលឿនដើម្បីនឹងទាញអាវចេញពីកញ្ឆេរដើម្បីយកមកពាក់និងរត់ចុះមកខាងក្រោមវិញភ្លាមនោះម៉ែក៏មានប្រសាសន៍ប្រាប់មកកាន់ខ្ញុំថាមើលដើរហើឲ្យចេះប្រយ័ត្នប្រយែងផងកូនហើយអត់មាននាំគ្នាទៅលេងទឹកទេពួកឯងតាហ៊ានលេងទឹកឲ្យអ៊ំដឹងច្បាស់ណាស់អញឲ្យស៊ីមេឃកទូតទាំង3នាក់នឹងម្ដងពុកក៏បានមានប្រសាសន៍បន្តថាមើលរកអស់នៅកន្លែងណាដែលឆ្ងាយពីកំពង់ទឹកដែលគេស្រះបឡាវើយប្រយ័ត្នប្រមាត់ប្រមងខ្វេះស៊ីថ្លើមទាំង3នាក់ពួកឯងពួកខ្ញុំសប្បាយចិត្តនឹងបានយល់ព្រមហើយក៏បានធ្វើដំណើរចេញទៅរកអស់យ៉ាងលឿនធ្វើដំណើរកាត់តាមដប់តាមព្រៃវាងឆ្ងាយពីផ្ទះបានបន្តិចអាម៉ាប់ក៏បាននិយាយទាំងមាត់របស់វាកំពុងតែទំពាផ្លែត្របែកដដែលពួកឯងជឿអត់ថាមានប្រមាថប្រម៉ងណាអាថាវក៏បាននិយាយថាអញជឿវើយបើអត់មានមិនដែលអ៊ំប្រាប់យើងចឹងទេខ្ញុំក៏បាននិយាយបន្តទៅកាន់ពួកវាថាខំនិយាយទៅពួកឯងប្រយ័ត្នប្រមាត់ប្រម៉ងឮមកខ្វេះពោះស៊ីទាំងអស់គ្នាវើយពួកយើងក៏បានសើចក្អាកក្អាយបន្តនិយាយគ្នានិងធ្វើដំណើររហូតទៅដល់ក្បែរមាត់ទន្លេហើយក៏បំបែកគ្នាទៅរកអស់ព្រៀងរៀងខ្លួនផ្គរលន់ក្រហឹមមកតិចតិចផ្លេកបន្ទោចាំងជះមកឆ្វាចពេញផ្ទៃវេហាប៉ុន្តែបានតែក្រហឹមជាយូរហើយមិនតាន់ឃើញមានភ្លៀងនៅឡើយទេ
ខណៈវេលាដែលពួកយើងបានរកអស់បានម្នាក់មួយបាច់ធំហើយពួកយើងក៏នាំគ្នាមកជុំគ្នានៅក្រោមដើមអំពិលទឹកដែលដុះនៅមាត់ទន្លេមួយនោះដើម្បីនឹងសម្រាកចាំគ្នាខ្ញុំបន្ទាប់ពីបានរកអស់ចប់សពគ្រប់ហើយក៏បានដើរមកដល់ឃើញអាថាវកំពុងតែអង្គុយរឹតចំណងចងអស់នៅក្រោមដើមអំពិលទឹកមួយនោះតែមិនទាន់បានឃើញអាម៉ាប់មកវិញនៅឡើយទេឈប់សម្រាកអង្គុយបានមួយសន្ទុះក៏បានឃើញអាម៉ាប់ដើរចេញពីព្រៃខាងកើតជាមួយនឹងអាជាងនិងអាតុចកំពុងតែសើចបណ្ដើរដោយនៅក្នុងដៃរបស់អាម៉ាប់កាន់ផ្លែអំពៅទំពាខំខ្ជាក់យ៉ាងឆ្ងាញ់តែអ្វីដែលចោទជាបញ្ហានោះគឺមិនមានឃើញអស់នៅក្នុងដៃរបស់អាម៉ាប់នោះឡើយចំមែនអាមួយនេះវើយបានតែពូកែខាងស៊ីតែបើរឿងខ្ជិលគឺຕົកចិត្តទៅលើវាហើយបញ្ជាក់បន្តិចផងដែរថាអាជាងហើយនឹងអាតុចក៏ជាមិត្តរួមថ្នាក់ជាមួយនឹងខ្ញុំដែរប៉ុន្តែទាស់ត្រង់តែខ្ញុំនិងអាថាវមិនសូវចូលចិត្តពួកវាប៉ុន្មានទេព្រោះថាអាពីរនាក់នេះវាមិនសូវជាខំរៀនប៉ុន្មានទេចូលចិត្តតែដើរញាស់គេវាយឯងច្រឡើមគឺជាហេតុដែលខ្ញុំនិងអាថាវនិងមិត្តរួមថ្នាក់ដទៃទៀតគ្មានអ្នកណាចង់រាប់អានពួកវាទេហើយបើលឺមកលហៀងម្ដាយឪពុករបស់ពួកវាបណ្ដោយពួកវាទៅតាមទំនឹងចិត្តហ៊ានតែមានគ្រូឬនាយកសាលាស្ដីបន្ទោសឲ្យកូនគាត់សាក់មើលគឺដឹងតែឪពុកម្ដាយរបស់គាត់ទៅស្ដីបន្ទោសឲ្យគ្រូវិញជាមិនខានឡើយនៅពេលដែលពួកវាបានដើរមកដល់អាម៉ាប់ក៏បាននិយាយបបួលខ្ញុំហើយនឹងអាថាវទៅលេងទឹកសិនចាំទៅផ្ទះខ្ញុំបានឆ្លើយបដិសេធតែក៏ត្រូវអាម៉ាប់បញ្ចុះបញ្ចូលថាមិនអីទេលេងតើមួយផ្លេតចាំទៅផ្ទះវិញអ៊ំគាត់នឹងមិននឹងដឹងដោយការរំអុកជីញយដងពីពួកវាជាញឹកញយខ្ញុំក៏យល់ព្រមហើយក៏នាំគ្នាដោះអាវដោះខោលោតលេងទឹកយ៉ាងសប្បាយរីករាយក្រោយពីបានលេងទឹកបានមួយសន្ទុះធំមកពួកយើងក៏នាំគ្នាឡើងមកលើគោកវិញស្លៀកពាក់ខោអាវដើម្បីនឹងត្រឡប់មកកាន់ផ្ទះវិញធ្វើដំណើរដើរបានបន្តិចរំលងពីដើមអំពិលទឹកអាតុចក៏បានលាន់មាត់និយាយថាតោះពួកឯងទៅបេះព្រិញនៅកំពង់ទឹកស៊ីអីអាជាងក៏បានឆ្លើយទៅវិញយ៉ាងលឿនថាតោះមែនតើអញឃើញព្រិញនៅបដុំនោះច្រើនណាស់វើយមិនដែលឃើញអាណាគេទៅបេះទេខ្ញុំស្ងាត់មាត់និងសម្លឹងមើលមុខអាថាវហើយភ្លាមនោះដែរអាថាវក៏បាននិយាយទៅកាន់ពួកវាវិញថាអាម៉ាប់ហើយផ្លេចឲ្យមែនថាអ៊ំគាត់អត់ឲ្យទៅលេងនៅម្ដុំនោះទេភ្លាមនោះអាតុចក៏បានបន្តសម្ដីនិយាយទាំងឌឺមកថាហើយឯងទៅខ្លាចអីយ៉ាខ្ញុំក៏បាននិយាយប្រាប់ពួកវាវិញថាចាស់ប្រាប់ហើយថានៅទីកន្លែងនោះមានប្រមាត់ប្រមងពួកឯងអត់ដឹងទេអីអាជាងក៏បាននិយាយបន្តទៀតថាឯងទៅជឿធ្វើអីបើអញពីអ្នកអាតុចទៅលេងនៅម្ដុំនឹងរហូតមិនដែលនឹងឃើញមានអីផងឥឡូវបើថាពួកឯងអត់ទៅទេអញទៅ3នាក់អាតុចហើយនឹងអាម៉ាប់ក៏បានដែរអាថាវក៏បាននិយាយទៅកាន់អាម៉ាប់ថាមកអាម៉ាប់ទៅផ្ទះវិញវើយឯងប្រយ័ត្នប្រមាត់ប្រមងខ្វេះពូវៀនស៊ីខានបានទៅរៀនឯងអាម៉ាប់ក៏តបមកវិញទាំងត្រដាប់ត្រដប់ថាអញទៅរកអស់សិនហើយនាំអាពៅទៅផ្ទះមុនទៅតិចទៀតអញទៅដែរអាថាវក៏បាននិយាយថាហើយចាំមើលឯងចាំមើលអញប្រាប់យាយឯងខ្ញុំពីអ្នកអាថាវក៏បានលីបាច់អស់
បំបីផ្លូវពីពួកវាដើម្បីនឹងដើរត្រឡប់មកផ្ទះវិញថ្ងៃរសៀលទន្ទេជ្រេផុតបាត់ទៅមេឃក៏ចាប់ផ្ដើមចុះកម្ដៅងងឹតបន្តិចម្ដងមើលទៅហាក់ដូចជារៀបនឹងភ្លៀងគូផ្សំជាមួយនឹងខ្យល់បក់ផាយផាត់រសាយជាមួយនឹងស្លឹកឈើចាស់ងាប់កំទេចចម្បាំងរសាត់ស្ទើរតែតប់ខ្លួនមិនចង់ជាប់នោះទេវើយអាពៅឆាប់ទៅសាខោអាវវើយភ្លៀងមកទៅទឹកខោអាវអស់ឥឡូវហើយខ្ញុំក៏ស្ទុះងើបចុះពីលើអន្រឹងបោះចំហៀនឈានសំដៅទៅរកសាខោអាវព្រោះថាខ្យល់ខ្លាំងណាស់មួយវិញទៀតភ្លៀងក៏ចាប់ផ្ដើមសម្រក់ស្រក់ចុះមកពីផ្ទៃវេហាបន្តិចហើយបន្ទាប់ពីសាខោអាវចេញពីស្នូហើយភ្លៀងក៏ចាប់ផ្ដើមបង្អូរមកខ្លាំងទៅដំណក់នីមួយស្ទើរតែប៉ុនក្របពោតទៅហើយកាន់ខោអាវបណ្ដើររត់បណ្ដើរយ៉ាងលឿនសំដៅទៅខាងលើផ្ទះហើយក៏បានទម្លាក់ចុះដើម្បីនឹងរៀបបត់ដាក់នឹងកញ្ជើខោអាវបត់ចិត្តហើយខ្វះតែ2 3អាវទៀតខ្ញុំក៏បានឮសំឡេងយ៉ាងរងំដូចជាមានអ្នកណានិយាយគ្នានៅខាងក្រោមផ្ទះប៉ុន្តែមិនអាចសម្គាល់បានថាជាសំឡេងរបស់អ្នកណានោះទេព្រោះថាសំឡេងទឹកភ្លៀងគឺលាន់ឮជាងសំឡេងនិយាយគ្នាទៅទៀតក្រោយពីរៀបចំខោអាវដាក់ចូលទៅក្នុងកញ្ជើហើយខ្ញុំក៏គិតថានឹងចុះមកខាងក្រោមដើម្បីទៅមើលថាអ្នកណាមកនិយាយអីទាំងមេឃកណ្ដាលតែភ្លៀងបែបនេះចុះមកដល់ក៏បានឃើញយាយម៉ាលីដែលជាយាយរបស់អាម៉ាប់កំពុងអង្គុយនៅជ្រុងម្ខាងនៃគ្រែទាំងសភាពសាមជោគនិយាយជាមួយនឹងពុកម៉ែរបស់ខ្ញុំទាំងមើលទៅគាត់ហាក់ដូចជាកំពុងតែខឹងសម្បាយ៉ាងខ្លាំងពុកក្រឡេកឃើញក៏លន់មាត់និយាយថានោះអាពៅមកដល់ល្មមយាយម៉ាលីក៏បានសួរមកកាន់ខ្ញុំថាអាចៅឯងមានទៅរកអស់ជាមួយអាម៉ាប់ពីព្រឹកមិញអត់ខ្ញុំក៏បានឆ្លើយទៅកាន់គាត់បាទយាយលោកយាយក៏បានបន្តប្រសាសន៍សួរមកកាន់ខ្ញុំទៀតថាចុះអាចៅឯងមកវិញតាំងពីស្មានណាបានមិនតន់ឃើញអាម៉ាប់វាមកផ្ទះវិញខ្ញុំគិតនៅក្នុងចិត្តបន្តិចដោយមិនហ៊ានប្រាប់ទៅកាន់លោកយាយតាមត្រង់នោះទេព្រោះត្បិតថាខ្លាចលោកយាយគាត់ស្ដីឲ្យថាខ្ញុំមិនចេះនាំវាមកផ្ទះវិញហើយក៏ត្រូវអាម៉ាប់វាខឹងនឹងខ្ញុំដែលប្រាប់លោកយាយតាមត្រង់ផងដែរខ្ញុំក៏សម្រេចចិត្តឆ្លើយថាវាដើរទៅផ្ទះជាមួយអាថាវបាត់ហើយតើយាយចុះវាអត់តន់ទៅដល់ផ្ទះទេអីភ្លាមនោះយាយម៉ាលីក៏បានប្រាប់មកកាន់ខ្ញុំវិញថាយាយបាត់វានឹងហើយបានមកសួរអាចៅឯងក្រោយពីបាននិយាយគ្នាជាមួយនឹងពុកនិងម៉ែរបស់ខ្ញុំបានមួយសន្ទុះយាយក៏បានលាពុកនិងម៉ែរបស់ខ្ញុំដោយនិយាយប្រាប់ពុកម៉ែរបស់ខ្ញុំថាគាត់នឹងទៅសួរនៅផ្ទះអាថាវម្ដងខ្ញុំឮហើយហាក់ដូចជាមិនស្រណុកចិត្តសោះម្យ៉ាងគិតភ័យបារម្ភពីអាម៉ាប់ខ្លាចប្រមាត់ប្រមងខ្វេះពុះវាស៊ីពវៀនបាត់ម្យ៉ាងវិញទៀតខ្លាចគាត់សួររកអាថាវហើយអាថាវប្រាប់ខុសពីខ្ញុំនោះច្បាស់ជាចប់តែម្ដងហើយភ្លាមនោះខ្ញុំឮហើយត្បិតមិនសូវស្រណុកចិត្តប៉ុន្មាននោះទេម្យ៉ាងគិតបារម្ភភ័យពីសុវត្ថិភាពរបស់អាម៉ាប់ខ្លាចប្រមាត់ប្រមងខ្វេះពុះវៀនវាស៊ីបាត់ហើយម្យ៉ាងវិញទៀតខ្លាចគាត់ទៅសួរជាមួយនឹងអាថាវត្រូវបានអាថាវនិយាយប្រាប់ខុសពីខ្ញុំនោះច្បាស់ជាចប់តែម្ដង
នឹករួចហើយក៏ឆ្ងល់ដែរថាមិនបានជាអាម៉ាប់វាទៅលេងនៅកន្លែងនោះយូរហើយបានមិនត្រឡប់មកផ្ទះវិញមិនមកអងយូរខ្ញុំក៏សម្រេចចិត្តរត់ទៅប្រាប់លោកយាយតាមត្រង់ថាយាយកុំតន់តាណាយាយអាម៉ាប់វាប្រាប់ខ្ញុំថាកុំឲ្យប្រាប់យាយតែកាប់ពិតនឹងអាម៉ាប់វាបានទៅជាមួយនឹងអាតុចហើយនឹងអាជាងដែលបបួវាទៅបេះព្រីងស៊ីនៅកំពង់ទឹកដែលមានប្រមាត់ប្រមងស៊ីបាត់ហើយបើទោះជាខ្ញុំនឹងអាថាវខំហាមវាមិនក៏ដោយដែរក៏វាមិនព្រមស្ដាប់ដែរខ្ញុំនឹងអាថាវក៏បានដើរមកផ្ទះមុនមកទឹកមុខរបស់លោកយាយប្រែប្រួលខុសធម្មតាមួយរំពេចគាត់ក៏បានយកដៃគោះទ្រូងហើយក៏បានដើរចេញទៅបាត់ទៅខ្ញុំដើរមកវិញពុកនិងម៉ែរបស់ខ្ញុំក៏សួរខ្ញុំថាអាពៅហើយហែងទៅនិយាយអីជាមួយនឹងយាយម៉ាលីកូនខ្ញុំក៏បានរៀបរាប់ប្រាប់ពុកនិងម៉ែរបស់ខ្ញុំទៅតាមដំណើរដើមតងតែម្ដងទៅពុករបស់ខ្ញុំដកដង្ហើមធំដល់និយាយថាអញថាហើយថាទៀតពួកអាអស់នេះនិយាយអត់ស្ដាប់គ្នាទេវើយនេះសំណាងហើយឯងទៅបាយទៅដែរច្បាស់ណាស់ឯងនិយាយចប់គាត់ក៏ទៅរកអាវដើម្បីមកពាក់ហើយក៏បានបបួម៉ែរបស់ខ្ញុំគម្រោងនឹងយករទេះទៅយកយាយម៉ាលីនឹងទៅជួយរកអាម៉ាប់ប៉ុន្តែឥឡូវនេះភ្លៀងខ្លាំងណាស់មិនអាចទៅទាំងភ្លៀងអញ្ចឹងបានទេរំលងផុតបន្តិចម៉ោងប្រហែលជាង7ចូល8ក៏បានឃើញថាមានរទេះគោមួយបានមកឈប់ចតនៅមុខរបងផ្ទះរបស់ខ្ញុំដែលអើតមើលពីចម្ងាយទៅមិនបានប្រសពយល់ថាជានរណាម្នាក់នោះឡើយម៉ែក៏បានឲ្យខ្ញុំដើរទៅមើលដៃកាន់ចង្គៀងម៉ាំងសុងបោះចំហៀនឈានសំដៅទៅខាងមុខផ្ទះនៅពេលដែលដើរចិត្តទៅដល់ក៏បានសម្គាល់ឃើញថាពុកអាតុចជាអ្នកបរទេះហើយនៅលើរទេះក៏បានឃើញអាថាវពុករបស់វាជាពិសេសតែម្ដងនោះគឺយាយម៉ាលីនិងម៉ែរបស់អាជាងយំខ្សឹបខ្សួលដោយហេតុបារម្ភពីកូនហើយនឹងចៅក្រោយពីបានឃើញហើយខ្ញុំក៏ដើរបកក្រោយសំដៅទៅកាន់ពុករបស់ខ្ញុំហើយបន្ទាប់ពីពួកគាត់បាននិយាយគ្នារួចចប់សពគ្រប់ហើយពុកក៏បានដើរទៅក្រោលគោដើម្បីយកវាមកផ្ទឹមជាមួយនឹងរទេះដើម្បីបរចេញទៅជួយរកមើលអាម៉ាប់អាតុចនិងអាជាងដែលទៅលេងនៅកំពង់ទឹកដែលគេហាមឃាត់មួយនោះរទេះគោបរទៅមុខមួយនៅលើដងផ្លូវដែលរទេះរបស់ឪអាតុចគឺបរនៅខាងមុខគេឯរទេះរបស់ឪរបស់ខ្ញុំបរតាមកន្ទុយពីក្រោយរំលងមកដល់ក្បែរដើមអំពិលទុកដែលពួកយើងចំណាំតែមកលេងនៅម្ដុំនេះគឺស្ងាត់ជ្រាបបើក្រឡេកទៅមើលសភាពនៃទឹកវិញគឺមានសភាពកានឡើងហូរច្រាលយ៉ាងខ្មៅល្អក់គួបផ្សំជាមួយនឹងមេឃរលឹមភ្លៀងតិចហើយមានផ្គរលាន់ក្រហមនិងផ្លេកបន្ទោចាំងផ្លាតពេញផ្ទៃមេឃបែបនេះទៀតគឺពិតណាស់មិនបាច់ប្រាប់ក៏យើងអាចដឹងបានដែរថាវាគួរឲ្យខ្លាចយ៉ាងណាហួសផុតពីនេះបានប្រហែលជាង400ម៉ែត្រគឺសភាពផ្លូវក្រលិចក្រឡុករអិលប្រផ្លាច់ជាមួយនឹងភក់ជ្រាំម្យ៉ាងវិញទៀតក៏ព្រោះតែផ្លូវនេះគឺមានសភាពតូចចង្អៀតនិងអមសងខាងទៅដោយព្រៃឫស្សីគឺថាពិតជាធ្វើឲ្យពិបាកនៅក្នុងការធ្វើដំណើរខ្លាំងណាស់មិនបានប៉ុន្មានខ្ញុំក៏ចាប់ផ្ដើមឮសំឡេងគោនៅខាងមុខស្រែកបន្លឺឡើងមកយ៉ាងខ្លាំងដែលធ្វើឲ្យរទេះបញ្ឈប់ដំណើរដោយមិនដឹងថាបណ្ដាលមកពីមូលហេតុអ្វីនោះឡើយ
ដោយឃើញជាមួយនឹងស្ថានភាពបែបនោះពុកក៏បានចុះទៅជួយមើលថាតើមានបញ្ហាអ្វីទើបបានជារទេះឈប់ត្រឹងនៅមួយកន្លែងមិនអាចបន្តដំណើរទៅមុខហើយគោវាកាតអីវាបានជាបណ្ដាលឲ្យវាស្រែកអាកយ៉ាងខ្លាំងបែបដូចនេះពេលចុះទៅដល់ទើបឃើញថាជើងរបស់គោគឺមានរបួសនិងប្រឡាក់ដិតដាមជាមួយនឹងឈាមទាំងមុខទាំងក្រោយនិងមិនដឹងថាជាមុតជាមួយនឹងអ្វីនោះទេបើប្រណិតមើលឲ្យសពទៅជើងរបស់វាមួយចំហៀងទៀតបានកប់ចូលទៅក្នុងភក់ដែលធ្វើឲ្យមិនអាចបន្តដំណើរទៅមុខបានទៀតនោះទេបន្ទាប់ពីបានឃើញដូច្នោះចាស់ក៏សម្រេចគ្នាថានឹងដើរទៅរកតែម្ដងចុះមកដល់ខាងក្រោមរទេះភ្លាមខ្ញុំក៏បានមើលឃើញថាឪអាថៅបានយកធូប3សរសៃនិងកញ្ចប់អ្វីម្យ៉ាងដែលធ្វើឡើងពីស្លឹកចេកដោតជាមួយនឹងឫស្សីជា4ជ្រុងទៅដាក់ចុះនៅក្បែរដំបូកមួយក្បែរកុំឫស្សីយ៉ាងក្រាស់ខ្មឹកដាក់អុចសែនសំពះធ្វើមាត់ជីបអូចមិនដឹងជានិយាយអ្វីនោះទេតែបើតាមគិតមើលទៅដូចជាកំពុងតែសុំម្ចាស់ទឹកម្ចាស់ដីម្ដុំបឹងទន្លេនេះឲ្យជួយឃុំក្រងថែរក្សាកុំឲ្យមានជួបគ្រោះថ្នាក់ឬហេតុភេទចម្លែកណាមួយកាត់ឡើងមកកាន់ពួកយើងឲ្យសោះក្រោយពីពេលដែលបានសែនអុចធូបសំពះរួចរាល់ហើយអ្នកទាំងអស់គ្នាក៏បានដើរធ្វើដំណើរទៅរកកំពង់ទឹកនោះតែម្ដងពេលដែលចូលទៅដល់ច្រកចូលកន្លែងស្រះបន្លានោះក៏ឃើញថាមានកន្លងដូចជាមានអ្នកណាលើកផ្លូវដែលគេបានស្រះបន្លាដើម្បីឆ្លងកាត់ចូលទៅក្នុងកំពង់ទឹកមួយនោះដែលវាពិតច្បាស់ណាស់ថាប្រកាសជាពួកអាម៉ាប់ហើយនិងអាតុចអាជាងដែលជាអ្នកលើកបន្លាទាំងនោះដែលគេស្រះចេញទៅហើយសភាពឈើកំពង់ទឹកមើលទៅកាន់ក្រិនក្រាស់ជាមួយនឹងស្លែចំណែកឯខ្ទមស្រែវិញគឺមានសភាពចំណាស់ដែលមានដំបូលស្បូវធ្លាក់មកមួយកំណាត់សំយងចុះក្រោមរនិញរណងរង្គើទៅតាមកម្លាំងនៃខ្យល់បក់ដោយមេឃមានសភាពងងឹតបែបនេះបើអ្នកមិនដឹងច្បាស់ជាច្រឡំថាមានមនុស្សទៅអង្គុយពីលើដំបូលខ្ទមយល់វាទៅវិញទៅមកជាមិនខានឡើយបើក្រឡេកទៅមើលដើមព្រីងនោះវិញដើមរបស់វាមានសភាពខ្មៅរលោងក្រឹបដូចលៀបម្រះមេឃតុនកោងរំយោលចុះមកដីតែពួកយើងមិនមានបានឃើញដូចជាប្រទះនឹងពួកអាដែងនៅទីនេះនោះទេដើរមកដល់ទីនេះភ្លាមខ្ញុំចេះតែមានអារម្មណ៍ថាព្រឺសម្បុរនិងខ្លាចជាខ្លាំងបានមួយផ្លេតខ្ញុំក៏បានស្រែកទាំងមិនដឹងខ្លួនថាអ៊ំនោះស្បែកជើងរបស់អាម៉ាប់នៅក្រោមដើមព្រីងក្រោយមកចាស់ក៏បានកាន់ចង្គៀងនិងភ្លើងចន្លុះឆ្លោះដើមបំរុងទៅកាន់ដើមព្រីងមួយនោះគឺបានឃើញថាស្បែកជើងរបស់អាម៉ាប់មែនយាយម៉ាលីដែលត្រូវជាយាយរបស់អាម៉ាប់ភ្លាមនោះក្រោយពីបានឃើញស្បែកជើងរបស់អាម៉ាប់ហើយគាត់ក៏ស្រាប់តែទ្រហោយំខ្លាំងជាងមុននិងស្ទុះទៅរើសស្បែកជើងនោះមកកាន់ដោយនិយាយទាំងយំថាអាម៉ាប់អើយអាម៉ាប់អញប្រាប់វាហើយប្រាប់ទៀតថាកុំឲ្យមកឥឡូវវាមកតតែបានមែនហើយឥឡូវមិនដឹងជាវាបាត់ទៅណាទេបានបន្តិចក៏ឮសំឡេងយំរបស់ម៉ែអាជាងឮលាន់ចេញយ៉ាងខ្លាំងចេញពីខ្ទមស្រែមួយនោះពេលចូលទៅដល់ខាងក្នុងខ្ញុំក៏បានឃើញថាមានឈាមស្រស់ថ្មីយ៉ាងច្រើនដិតដាមប្រឡាក់ពីពេញដីនិងនៅលើគ្រែបាក់បែកដែលមានសភាពចំណាស់មួយនោះម៉ែអាជាងយំឡើងទន់ជង្គង់យ៉ាងយូរមិនព្រមបាត់សោះបើទោះជាម៉ែនិងពុករបស់ខ្ញុំនិយាយលួងប្រាប់គាត់ថាមិនអីនោះទេ
ពុករបស់ខ្ញុំក៏បន្តនិយាយទៅកាន់ឪអាតុចនិងឪអាថៅថាមើលទៅរកមើលវានៅម្ដុំចិត្តនេះមើលក្រែងលោកឃើញនិយាយមិនតន់នឹងចប់ផងស្រាប់តែផ្គរលាន់មួយក្តៀងធ្វើឲ្យអ្នកដែលនៅទីនេះទាំងអស់ព្រមទាំងខ្ញុំនិងអាថៅមានការភ័យស្លន់ស្លោជាខ្លាំងខណៈភ្លាមនោះដែរម៉ែអាចាំងក៏បានឈប់យំមួយរំពេចនិងបានស្ទុះងើបទាំងទឹកមុខនិងក្រសែភ្នែកចម្លែកជាខ្លាំងហើយបានដើរចេញទៅខាងក្រៅខ្ទមនិងរត់សំដៅទៅកាន់កំពង់ទឹកហើយសើចជាមួយនឹងសំឡេងយ៉ាងចម្លែកដែលសំឡេងមួយនេះគឺមិនមែនជាសំឡេងរបស់គាត់ទេហើយអ្វីដែលមិននឹកស្មាននោះគឺគាត់បានលោតចូលទៅក្នុងទឹកប្រងបាត់ទៅមេឃប្រែចុះអាប់ជាខ្លាំងចំណោខ្យល់វាយោបករសាត់លីឡំជាមួយនឹងដំណក់ទឹកភ្លៀងមិនបាច់ប្រាប់ក៏យើងអាចដឹងបានដែរថាអាកាសធាតុគឺពិតជាត្រជាក់រងាខ្លាំងណាស់មិនថាខ្ញុំយីម៉ាលីពុកម៉ែនិងអ៊ំផ្សេងទៀតកំពុងតែអោបដៃរងាញាក់ដោយបង្កប់ជាមួយនៅសេចក្តីព្រួយបារម្ភជាខ្លាំងអំពីការបាត់ខ្លួនរបស់ម៉ែអាចាំងអាតុចហើយនឹងអាម៉ាប់បន្ទាប់ពីម៉ែអាចាំងមានប្រតិកម្មប្លែកបូករួមជាមួយនឹងសំឡេងសើចយ៉ាងចម្លែកលោតចុះចូលទៅក្នុងទឹកបាត់ទៅអាកាសធាតុនៅទីនេះក៏ហាក់ចុះថមថយកម្ដៅធ្លាក់ខ្យល់មកជាខ្លាំងមេឃចុះអាប់បន្តិចទៅធ្វើឲ្យអ្នកទាំងអស់គ្នាដែលនៅទីនេះទាំងអំបាម៉ានរកមើលប្រស្រ័យអ្វីស្ទើរតែមិនឃើញនោះទេជាពិសេសតែម្ដងគឺរលត់អស់ជាមួយនឹងភ្លើងចង្កៀងដែលអ៊ំឈួលបំភ្លឺរកមើលម៉ែអាចាំងនៅជុំវិញកំពង់ទឹកដែលមានសភាពគួរឲ្យខ្លាចនេះដោយសភាពមេឃក៏ស្រាប់តែមានភ្លៀងធ្លាក់មកបែបនេះអ៊ំធឿនក៏បានឲ្យពួកយើងទាំងអស់គ្នាចូលទៅក្នុងខ្ទមស្បូវចំណាស់នោះក្រោយពីបានចូលមកដល់អ៊ំធឿនក៏បានទាញយកធូបចេញពីថង់ក្រណាត់ស្ពីចំហៀងរបស់គាត់ហើយក៏មានឃើញនៅជាមួយនឹងត្រឡោកដូងមួយចំហៀងដែលគាត់បានទាញយកចេញមកដាក់នៅលើជ្រុងម្ខាងនៃគ្រែគាត់ក៏បន្តដកចេញមកជាមួយនឹងថង់ក្រណាត់ក្រហមតូចមួយដែលមិនដឹងថានៅក្នុងនោះមានដាក់អ្វីនោះដែរខ្ញុំឃើញហើយហាក់ឆ្ងល់ដែរថាអ៊ំគាត់កំពុងតែធ្វើអ្វីហ្នឹងខ្ញុំក៏បានសួរម៉ែរបស់ខ្ញុំតិចថាតើអ៊ំគាត់កំពុងតែធ្វើអ្វីហ្នឹងម៉ែក៏បានងាកមកខាងក្រោយដោយយកដៃចង្អុលយកមកដាក់នឹងបបេមាត់ដែលបង្ហាញជាសញ្ញាថាឲ្យខ្ញុំស្ងាត់មាត់ខ្ញុំក៏ស្ងាត់មាត់និងរងចាំមើលថាអ៊ំគាត់នឹងបន្តធ្វើអ្វីទៀតភ្លាមនោះដែរក៏ស្រាប់តែអ៊ំធឿនបានយកថង់ក្រហមតូចនោះមកចាក់ជាមួយនឹងកំទេចអ្វីមួយយ៉ាងចូលទៅក្នុងត្រឡោកនោះបើក្រឡេកមើលស្រៀងទៅខ្ញុំអាចសម្គាល់បានថាកំទេចទាំងនេះគឺជាប្រភេទក្របល្ងនិងអង្ករ3កំណាត់ដែលគេនិយមហៅថាអង្ករទាហានអ៊ំធឿនក៏បានប្រាប់ទៅឲ្យពុករបស់ខ្ញុំទៅយកដីគៀននេះមកលុបដានឈាមស្រស់ដែលប្រឡាក់ទាំងនៅលើដីទាំងនៅលើគ្រែពុកក៏មិនបានប្រកែកអ្វីដែរគាត់បានកាន់ចង្កៀងនិងបើកទ្វារខ្ទមដើម្បីនឹងទៅរកដីមកលុបដានឈាមទាំងនេះសភាពផ្កានៅក្នុងខ្ទមនេះពិតជាមិនងាយស្រួលនោះទេដោយខ្ទមមានសភាពតូចចង្អៀតឯមនុស្សមានចំនួនគ្នាច្រើនបូករួមជាមួយនឹងអាកាសធាតុមិនសូវអំណោយផលផងគឺប្រកាសច្បាស់ណាស់ថាមិនសូវនឹងមានសុវត្ថិភាពប៉ុន្មានទេ
បន្ទាប់ពីពុកបានគៀងប្រមូលដីបានមួយបង្គីយកមកលុបដានឈាមស្រស់ដែលប្រឡាក់ដិតដាមទាំងនៅលើគ្រែទាំងនៅលើដីអ៊ំធឿនក៏បានយកកំទេចល្បាយដែលគាត់បានចាក់ចូលទៅក្នុងត្រឡោកនោះមួយក្តាប់មកសូត្រនិងបាចទៅលើដីដែលមានប្រឡាក់ដានឈាមស្រស់ដល់រំលងផុតទៅប្រហែលមួយស្របក់ឃើញថាមេឃក៏បានរាំងភ្លៀងមកវិញបន្តិចទោះតែម្យ៉ាងនោះគឺសំឡេងផ្គរលាន់ភ្លេចបន្ទោនៅតែបណ្ដោយត្រសងមិនដាច់គ្នានោះទេស្របពេលជាមួយគ្នានេះដែរក៏ស្រាប់តែឮនៅសំឡេងសត្វគោស្រែកទៅហូរមកយ៉ាងល្វើយល្វើយចេញពីដុបព្រៃដែលពួកយើងបានបញ្ឈប់ដំណើររទេះមុននេះក៏ព្រោះតែជើងរបស់គោមានមុតជាមួយនឹងអ្វីមួយដែលมันអាចនឹងបន្តដំណើរបានមកទៀតហើយទៀតសោតក៏ព្រោះតែព្រៃនៅតាមផ្លូវគឺកាន់តែស្ដុកទៅទើបធ្វើឲ្យអ៊ំធឿនសម្រេចឲ្យពួកយើងទាំងអស់គ្នាបន្តដំណើរដោយថ្មើរជើងវិញអ៊ំធឿនក៏បានបង្ហើបមាត់និយាយទៅកាន់ឪអាតុចភ្លាមថាអាម៉នដុតភ្លើងចន្លោះដែលរលត់ហើយចេញទៅឈួលមើលនៅក្បែរនេះមើលប្រយ័ត្នតែមានអ្នកណាមានបំណងមិនអលួចគោទៅបាត់ទៅនោះច្បាស់ជាខាតទាំងពេលអាសាបងទាំងទ្រពហើយបើមានអីមិនស្រួលឆាប់ត្រឡប់មកប្រាប់អញវិញជាបន្ទាន់ក្រោយពីនិយាយចប់ឪអាតុចក៏បានដុតភ្លើងចន្លោះហើយក៏បានដើរចេញសម្ដៅទៅខាងក្រៅបាត់ទៅក៏សូមបញ្ជាក់បន្តិចផងដែរថាបើយោងតាមពាក្យសម្ដីដែលគេនិយាយតគ្នាមកអ៊ំធឿនគាត់គឺជាកូនកំព្រាឪពុកម្ដាយដែលបានស្នាក់អាស្រ័យនៅក្រោមដំបូលវត្តអារាមតាំងតែពីក្មេងដោយក្រោយមកទៀតគាត់ក៏ត្រូវបានរៀនចេះយល់ដឹងខ្លះអំពីសិលសាស្ត្រមន្តវិជ្ជាការខាងផ្លូវងងឹតដែលអាចមើលឃើញនៅអ្វីផ្សេងដែលអ្នកទាំងឡាយទាំងពួងមិនអាចនឹងមានញាណនឹងអាចមើលឃើញបានមិនត្រឹមតែប៉ុណ្ណោះអ៊ំធឿនក៏ចេះស្ដោះផ្លុំនិងចេះផ្សំថ្នាំខ្មែរបានទៀតផងក្នុងភូមិឲ្យតែមានអ្នកណាឈឺថ្កាត់ឬហើមក្រិចថ្លោះឆ្អឹងស្លាកកឬត្រូវពឹសអ្វីមួយនោះប្រកាសជាក់ច្បាស់ណាស់ថាតែងតែមករកអ៊ំធឿនដើម្បីឲ្យជួយមើលឲ្យមិនដែលដាច់គ្នានោះឡើយរំលងបានបន្តិចមិនទាន់នឹងបាន5នាទីស្រួលបួលផងក៏បានឮសំឡេងរបស់ឪអាតុចស្រែកយ៉ាងលឺហាក់ដូចជាបានជួបប្រទះជាមួយនឹងរឿងរ៉ាវរន្ធត់អ្វីមួយអញ្ចឹងដោយឮជាមួយនឹងសំឡេងពីខាងក្រៅដូចជាមិនសូវស្រួលយ៉ាងដូចនេះអ្នកទាំងអស់គ្នាដែលអាស្រ័យនៅក្នុងខ្ទមនេះទាំងអំបាមានផ្អើលឈូឆររត់ចេញទៅមើលយ៉ាងលឿនលុះពេលបានចេញទៅដល់ក៏ប្រស្រ័យឃើញជាមួយនឹងឪរបស់អាតុចរត់សម្ដៅមកយ៉ាងលឿនហាក់ដូចជាមិនសូវស្រួលប៉ុន្មាននោះទេមិនបងអង្គយូរដែរអ៊ំធឿនក៏បានផ្ដើមវិចារសួរទៅកាន់ឪអាតុចភ្លាមថាអាម៉នហើយឯងទៅជួបនឹងស្អីមកបានជារត់ត្រហេបត្រហប់ដូចជាបានជួបខ្មោចអញ្ចឹងពូម៉នដែលជាឪរបស់អាតុចបាននិយាយមកវិញទាំងត្រដាក់ត្រដប់ទាំងសភាពហត់ដកដង្ហើមស្ទើរតែមិនដល់គ្នាវិញថាខ្ញុំឃើញម៉ាចាំងកំពុងតែអង្គុយនៅក្រោមដើមព្រីងឮហើយទឹកមុខរបស់អ៊ំធឿនបានប្រែមួយរំពេចអ៊ំធឿនក៏បានមានប្រសាសន៍តបទៅវិញយ៉ាងលឿនថាឆាប់នាំអញទៅមើលឲ្យលឿនទៅក្រោយពីបានមកដល់ចំណុចទីតាំងក្បែរដើមព្រីងដ៏គួរឲ្យខ្លាចមួយនេះពូម៉នក៏បានបង្ហើបមាត់និយាយតិចទាំងជ្រួញចិញ្ចាមថាទេមិញខ្ញុំឃើញនៅកន្លែងនេះច្បាស់ណាស់ចុះបាត់ទៅណាអីក៏លឿនម៉េចដោយសភាពមេឃនៅតែងងឹតនិងចុះអាប់ខ្លាំងបែបនេះគឺប្រកាសច្បាស់ណាស់ថាมันអាចនឹងងាយស្រួលរកមើលអ្វីឃើញច្បាស់ងាយនោះទេដោយបូករួមបន្ថែមជាមួយនឹងសំឡេងឆ្កែលូប្រដេញគ្នាយ៉ាងកលួចទៀតសោតខ្យល់បក់មកយ៉ាងរលៀងតិចមិនបាច់ប្រាប់ក៏អាចស្មានដឹងមុនដែរថាវាគឺ
ពិតជាធ្វើឲ្យព្រឺឆ្អឹងខ្នងរងងាររងកើធ្គៀមស្ទើរតែជ្រុះថ្មិញមកខាងក្រៅទៅហើយខណៈពេលដែលអ្នកនៅទីនេះទាំងអំបាម៉ានកំពុងតែស្វែងរកមើលម៉ែអាជាងក៏ស្រាប់តែមានទឹកពីរបីដំណក់បានស្រក់ចុះចំមកកណ្ដាលថ្ពាល់របស់ខ្ញុំតែខ្ញុំក៏មិនមានប្រតិកម្មអ្វីចម្លែកនោះដែរព្រោះគិតថាដោយសារមេឃទើបតែភ្លៀងហើយឲ្យតែខ្យល់បក់គឺច្បាស់ណាស់ថានឹងធ្លាក់មកជាមួយនឹងទឹកដែលបានដកជាប់ជាមួយនឹងស្លឹកឈើស្រក់ចុះមកជាក់ជាមិនខានឡើយគិតចប់អ្វីដែលធ្វើឲ្យខ្ញុំនឹកស្មានមិនដល់នោះគឺដំណក់ទឹកដែលបានស្រក់ចុះមកមុននេះក៏ស្រាប់តែបន្តស្រក់មកជាច្រើនចំខ្លួនប្រាណរបស់ខ្ញុំស្ទើរតែទទឹកសើមពេញខ្លួនប្រាណតែម្ដងវាហាក់ដូចជាមានអ្នកណាយកទឹកមកសម្រក់ចាក់ទម្លាក់មកពីខាងលើអញ្ចឹងដោយទ្រាំនឹងចិត្តដែលកំពុងតែឆ្ងល់មិនបានខ្ញុំក៏បានអើតកមើលទៅខាងលើដើមព្រីងបន្តិចម៉ែអើយខ្ញុំភ័យឡើងទន់ខ្លួនស្រឡាំងកាំងភ្លាមមួយរំពេចតើដឹងទេថាខ្ញុំបានឃើញអ្វីនៅលើដើមព្រីងនេះគឺខ្ញុំបានឃើញម៉ែអាជាងកំពុងតែឈរនៅលើដើមព្រីងដោយសភាពសម្ពុតនឹងអាវរបស់គាត់សើមជោកនិងប្រឡាក់ដិតដាមពីពេញទៅដោយឈាមហើយមិនតែប៉ុណ្ណោះទាំងសភាពសាច់ស្បែកពណ៌សម្បុររបស់គាត់ដូចជាហើមរលេះរលួយមើលមិនយល់ថាជាស្អីទៅស្អីនោះទេហើយកាន់តែចម្លែកជាងនេះទៅទៀតគឺគាត់កំពុងតែឈរនៅលើមេឃព្រីងដ៏តូចមួយមើលទៅដូចជាមិនបាននឹងប៉ុនកដៃរបស់ខ្ញុំផងដែលជាធម្មតាគឺពិតណាស់ថាមេឃឈើតូចយ៉ាងនេះมันអាចនឹងទ្រទម្ងន់មនុស្សដែលមានទម្ងន់រាប់សិបគីឡូបាននោះទេភ្ញាក់ខ្លួនពីការភ្លាំងភ្លឹកមួយផ្លែតខ្ញុំក៏ភ្លាត់មាត់ស្រែកហៅម៉ែរបស់ខ្ញុំយ៉ាងខ្លាំងទាំងសំឡេងភ័យខ្លាចដោយស្រែកថាខ្មោច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 ទាំងពុកទាំងម៉ែអ៊ំធឿននិងអ្នកឯទៀតបន្ទាប់ពីបានឮខ្ញុំស្រែកយ៉ាងដូចនេះបានរត់សម្ដៅមករកខ្ញុំយ៉ាងលឿននៅពេលនោះដែរខ្ញុំបានដឹងខ្លួនថាទឹកដែលបានស្រក់ចុះពីលើចុងព្រីងអំបញ្ញមិញនេះមិនមែនជាទឹកនោះទេវាគឺជាឈាមនៅលើដងខ្លួនប្រាណសក់ក្បាលដៃជើងនិងអាវខោរបស់ខ្ញុំគឺប្រឡាក់ដិតដាមជាមួយនឹងឈាមទាំងនេះអ៊ំធឿនក៏បានមានប្រសាសន៍សួរនាំខ្ញុំភ្លាមថាមានអ្វីកើតឡើងខ្ញុំក៏បានចង្អុលទៅលើមេឃព្រីងដែលម៉ែអាចារ្យកំពុងតែឈរនេះបន្ទាប់ពីឃើញអ្វីដែលខ្ញុំបានចង្អុលហើយអ៊ំធឿនក៏បានចាប់មានប្រសាសន៍ភ្លាមថាឆាប់នាំគ្នាថយឲ្យផុតពីដើមព្រីងនេះភ្លាមទៅមិនស្រួលទេនាងនេះមិនមែនជាម៉ែអាចារ្យទេមើលទៅមិនដឹងជាខ្មោចតៃហោងមកចូលសន្ធិដ្ឋឬព្រាយខៀវចូលសន្ធិដ្ឋនោះទេពុកខ្ញុំក៏បានលើកខ្ញុំចាប់ពោឡើងហើយអ្នកទាំងអស់គ្នាក៏បានថយជំហានចេញពីដើមព្រីងនេះអ៊ំធឿនក៏បានប្រាប់ឲ្យអ្នកទាំងអស់គ្នាចាក់ចូលត្រឡប់ទៅក្នុងខ្ទមស្បូវនោះវិញឲ្យលឿនភ្លាមតាមដែលអាចធ្វើបានលោកពេលដែលទៅដល់អ៊ំធឿនក៏បានបង្ហើបមាត់មានប្រសាសន៍ប្រាប់ទៅអ្នកទាំងអស់គ្នាឲ្យដឹងថាបើតាមអញសង្កេតមើលទៅសភាពម៉ែអាចារ្យឲ្យគ្រប់ជ្រុងជ្រោយទៅនេះមិនមែនជាប្រភេទខ្មោចតៃហោងមកចូលសន្ធិដ្ឋទេទាំងពន្លឺក្រសាយភ្នែកសាច់ឈាមស្អុយរលេះរលួយទាំងនេះច្បាស់ជាព្រាយខៀវហើយអ៊ំធឿនបានទាញយកថង់ក្រណាត់ស្ពីចំហៀងសម្រាប់ដាក់សម្ភារៈរបស់គាត់ទាញចេញមកនៅជាមួយនឹងដុំអំបោះសីមាសមួយដុំមករៀបបំរុងនឹងធ្វើអ្វីមួយហើយគាត់ក៏បន្តនិយាយប្រាប់មកបណ្ដើទាំងដែលគាត់កំពុងតែវិញអំបោះសីមានេះជា4ជ្រុងឆ្វែជំវិញពួកយើងបណ្ដើពួកឯងទាំងអស់គ្នាត្រូវនៅក្នុងរង្វង់សីមានេះហាមមិនឲ្យអ្នកណាចេញទៅណាផ្ដេសផ្ដាសឲ្យសោះបើគ្មានការអនុញ្ញាតពីអញធម្មតាព្រាយនេះ
វាអាចចូលសន្ធិដ្ឋបានតែអ្នកដែលមានរិស័យទាបឬស្មារតីខ្សោយតែប៉ុណ្ណោះបើមិនដាច់បណ្ដោយຕົកយូរម៉ែអាចាំងច្បាស់ជាត្រូវវាជញ្ជក់បឺតឈាមរហូតដល់រីងខាស់ស្លាប់ជាក់ជាមិនខានទេបន្ទាប់ពីបានស្ដាប់នៅអ្វីដែលគាត់បាននិយាយចប់ម្នាក់ហាក់ដូចជាខ្លាចនិងភ័យព្រួយជាខ្លាំងព្រោះមួយខ្លាចម៉ែអាចាំងត្រូវបានព្រីជញ្ជក់ឈាមរហូតដល់ស្លាប់មួយទៀតគឺព្រួយបារម្ភពីអាម៉ាប់អាចាំងនិងអាតុចដែលកំពុងតែបាត់ខ្លួនសូនឈឹងមិនមានសូម្បីតែដំណឹងពិសេសតែម្ដងគឺយាយម៉ាលីគាត់យំឡើងហើមភ្នែកទន់ដៃទន់ជើងស្ទើរតែសន្លប់ទៅហើយមើលទៅគឺពិតជាស្រណោះគាត់ជាខ្លាំងអ៊ំធឿនក៏បានឲ្យពុករបស់ខ្ញុំមើលខុសត្រូវនៅទីនេះហើយគាត់និងពូម៉នបានចេញទៅជួយម៉ែអាចាំងដែលត្រូវព្រីសន្ធិដ្ឋនោះក្រោយពីគាត់ទាំងពីរបានចាក់ចេញផុតទៅសភាពការនៅទីនេះក៏មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះដែរម៉ែបានដោះខោអាវដែលប្រឡាក់ឈាមមុននេះចេញក្រវែងចោលទៅម្ខាងហើយគាត់ក៏បានយកក្រមាបង្ករបស់គាត់មកបំពាក់ឲ្យខ្ញុំរំលងផុតទៅកាន់តែស្ងាត់ទៅដោយមានការភ័យព្រួយខ្លាចមានបញ្ហាអ្វីកាត់ឡើងទៅកាន់អ៊ំធឿនហើយនឹងពូម៉នពុកក៏សម្រេចចិត្តថានឹងចេញទៅខាងក្រៅដើម្បីនឹងជួយស្វែងរកម៉ែអាចាំងមុននឹងពុកបានចាក់ចេញពីខ្ទមស្បូវដ៏ចំណាស់ដែលគួរឲ្យខ្លាចនេះគាត់ក៏បាននិយាយផ្ដែផ្ដាំម្ដងហើយម្ដងទៀតមិនឲ្យអ្នកនៅក្នុងរង្វង់ខ្សែសីមានេះចាក់ចេញពីទីនេះទេបើទោះជាមានឮសំឡេងឬឃើញនរណាម្នាក់ក៏ដោយព្រោះពពួកកំណាត់ព្រាយទាំងនេះវាអាចនឹងក្រឡាខ្លួនទៅជាអ្នកនេះអ្នកនោះដើម្បីមកបំភាន់បន្លំភ្នែកយើងបានលើកលែងតែម្យ៉ាងបើសិនជាអ្នកដែលត្រឡប់មកវិញអាចចូលខ្ទមនេះបានទើបអ្នកទាំងអស់គ្នាអាចប្រកាសបានថាមិនមែនជាពពួកព្រាយទាំងនេះនោះទេដោយហេតុក៏ព្រោះតែមុននឹងអ៊ំធឿនបានចាក់ចេញទៅគាត់បានប្រាប់ពុករបស់ខ្ញុំឲ្យយកខ្សែកថាឈើរៀមដែលមានឫទ្ធិអំណាចអាចបង្ក្រាបប្រលឹងព្រាយបិសាចបានបើតាមឮលហៀងមកប្រភេទឈើរៀមគឺជាប្រភេទឈើម្យ៉ាងដ៏កម្រមិនងាយនឹងមានដុះនោះទេហើយកន្លងមកដល់បច្ចុប្បន្នគឺស្ទើរតែផុតពូជអស់ទៅហើយឈើប្រភេទនេះទៀតសោតបើសិនជាមានអ្នកណាបានវាយកមករក្សាតម្កល់ទុកក្នុងផ្ទះគឺធ្វើឲ្យមានតែភាពសប្បូរសប្បាយត្រជាក់ត្រជុំមានបានសម្បំណាស់មិនងាយនឹងមានមាសត្រូវណាអាចមកយាយីឈ្លានពានបានងាយស្រួលនោះទេផ្ទុយទៅវិញបើយកទៅចាយន់ភ្ជាប់ឲ្យបានត្រឹមត្រូវប្រសិទ្ធិទុកឲ្យបានមួយខែនៅក្នុងកន្លែងមួយដែលគ្មានខ្យល់គ្មានពន្លឺទៀតគឺពិតជាធ្វើឲ្យឈើនេះមានឥទ្ធិពលយ៉ាងខ្លាំងក្លាអាចបង្ក្រាបជាមួយនឹងប្រភេទអមនុស្សបានកន្លងមកក៏ធ្លាប់មានឈ្មួញរកស៊ីជាច្រើនអ្នកបានមកតែងតែលួងលោមអ៊ំធឿនសុំទិញបន្តដោយឲ្យនៅក្នុងតម្លៃមួយដ៏ខ្ពស់ប៉ុន្តែត្រូវបានអ៊ំធឿនបដិសេធថ្មនេះទៅហើយមិនដឹងជាម៉ោងប៉ុន្មាននោះទេខ្ញុំហាក់ដូចជាល្វើយទន់ភ្នែកស្ទើរតែដេកលក់ម្ដងទៅហើយតែនៅតែមិនទាន់ឃើញឡើយអំពីវត្តមានរបស់ពុកអ៊ំធឿននិងពូម៉នបានត្រឡប់មកវិញនៅឡើយទេហេតុការណ៍ដ៏ចម្លែកមួយក៏បានកើតឡើងខណៈពេលដែលខ្ញុំបិទភ្នែកដេកចិត្តលក់ទៅហើយគឺមានខ្យល់បក់មួយភឹបជាខ្លាំងដែលបណ្ដាលរហូតទៅធ្វើឲ្យទ្វារខ្ទមនេះប៉ើងចេញទៅខាងក្រៅបាត់អ្នកទាំងអស់គ្នាដែលនៅទីនេះបានត្រឹមតែមើលមុខគ្នាដោយមិនអាចនឹងធ្វើអ្វីបាននោះឡើយមិនបានប៉ុន្មានក៏ស្រាប់តែបានឮសំឡេងមួយដោយសំឡេងនោះគឺបានបង្កប់ជាមួយនឹងសេចក្តីឈឺចាប់ជាខ្លាំងសំឡេងដ៏ចម្លែកនេះក៏បានឮចូលគៀកទៅនៃបរិវេណខ្ទមមួយនេះរំលងបានបន្តិចក៏បានឃើញអ៊ំធឿនវាលនឹងដី
មកដល់ខាងមុខខ្ទមហើយក៏បានស្រែកសុំជំនួយដោយនិយាយថាជួយអញផងអញត្រូវពុះចាក់ហើយជួយផងជួយគ្រាអញចូលឃើញដូច្នេះយាយម៉ាលីក៏បានស្ទុះងើបបំរុងនឹងទៅជួយប៉ុន្តែក៏ត្រូវម្ដាយរបស់ខ្ញុំខាត់ជាប់ភ្លាមដោយនិយាយថាបងធឿនគឺគាត់ចំណាប់ណាស់អាខាងចាប់ពោះអ្វីក៏ដោយមិនថាកាចសាហាវប៉ុណ្ណានោះទេឲ្យតែគាត់ឃើញគឺភាកតិចបំផុតមិនងាយនឹងអាចកិច្ចផុតពីកម្ដាប់ដៃរបស់គាត់ទេមួយទៀតគឺគាត់ពូកែខ្លាំងណាស់អាខាងព្យាបាលពឹសពោះនេះវាមិនសមណានឹងគាត់ត្រូវពុះចាក់ស្រួលបែបនេះទេហើយបើពិតជាគាត់មែនគឺប្រកាសណាស់ថាគាត់នឹងអាចវាលចូលមកខាងក្នុងបានមិនមែនមកឈប់នៅចំពីមុខខ្ទមឲ្យពួកយើងទៅជួយគ្រាគាត់នោះទេឬហើយយាយម៉ាលីបាននៅស្ងៀមមួយកន្លែងវិញមិនតន់នឹងបានមួយសន្ទុះស្របួលផងក៏បានបាត់ស្រមោលអមធឿនដែលបានត្រូវពុះចាក់នោះចាក់ចេញផុតពីទីនេះវិញទៅយាយម៉ាលីពិតច្បាស់ភ្នែកព្រោះដឹងថានេះមិនមែនជាអមធឿនប្រកបនោះទេខ្ញុំមានអារម្មណ៍ថាភ័យបន្តិចបន្តួចដែរតែនៅតែបន្លប់ខ្លួនឯងនឹងអោបដៃរបស់ម៉ែយ៉ាងជាប់រំលងបន្តិចទៅបានបន្តិចទៀតតើដឹងទេថាពួកយើងបាននឹងជួបអ្វីបន្តទៀតខ្ញុំបានក្រឡេកឃើញពីចម្ងាយហាក់ដូចជាឃើញស្រមោលអាជាងអាតុចហើយនឹងអាម៉ាប់កំពុងតែដើរសម្ដៅមកកាន់ខ្ទមដ៏ចម្លែកមួយនេះ